សួស្តីអ្នកគ្នាថ្ងៃនេះមកជួយជាមួយនឹងខ្ញុំបាទ BL ជាមួយនឹង Page Mr. បាទម្ដងទៀតហើយបាទហើយថ្ងៃនេះខ្ញុំមកសង្ខេបរឿងកូរ៉េថ្មីមួយដែលមានចំណងជើងថា Fabricated City រឿងនេះពិតជាល្អមើលខ្លាំងមែនតើយើងសាក់សម្បាយបើសុកគ្នាយើងអត់មានទោសអីសោះហើយតែមកគេចាប់ដល់ជាប់ពន្ធនាគារពីបទសម្លាប់មនុស្សជាប់គុកមកជីវិតគ្នាយើងមានអារម្មណ៍បែបណាដែរប្រកាសជាអាចរៀបនោមជាមិនខានទេមែនទេដូច្នេះហើយយើងទស្សនារឿងនេះប្រកាសជាល្អមើលកប់សេរីរីជាមិនខាននោះទេតោះកុំឲ្យខាតពេលយើងចូលមកទស្សនាទាំងអស់គ្នាតែម្ដងទៅប្រាំសេវនឹងជាមួយនឹងក្មេងប្រុសម្នាក់កំពុងតែលេងហ្គេមគេចូលចិត្តលេងហ្គេមខ្លាំងមែនតើគេមានឈ្មោះថាខ្វាន់យូគេគឺជាអតីតអ្នកហាត់តៃខ្វាន់ដូលំដាប់ជាតិប៉ុន្តែឥឡូវនេះគេអត់មានការងារធ្វើទេមួយថ្ងៃលេងតែហ្គេមជាមួយនឹងធីមរបស់គេ 4-5 នាក់ចុះប៉ុន្តែមិនដែលឃើញមុខគ្នានោះទេតែបើនៅក្រៅអត់មានការងារធ្វើទេប៉ុន្តែគេនៅក្នុងធីមហ្គេមរបស់គេគឺជាកាប់តាន់គេគឺជាមេធីមតែម្ដងទៅមកឈ្នះ MVP ថែមទៀតពិតជាកប់សេរីរីខ្លាំងមែនតើហើយគិតមើលទៅបានអីស៊ីឯងខ្លាំងមែននៅក្នុងហ្គេមលេងហ្គេមចុះគ្នារបស់គេបានប្រមូលតែញ៉ាំសាច់អាំងជាមួយនឹងគ្នាចឹងប៉ុន្តែគេបាននិយាយថាគេអត់ទៅទេដោយសារតែគេ level ចឹងតាមពិតទៅអត់មានលុយចាយគ្នាយកអត់មានការងារធ្វើលេងតែហ្គេមមានលុយណាចាយគេក៏បានឆ្លើយបដិសេធតែម្ដងទៅធីមរបស់គេមានអារម្មណ៍ថារៀងចង់ខឹងចឹងដោយសារតែមិនដែលឃើញមុខទេមិនដឹងថានៅណានៅណីមុខមាត់មិនទេណាត់ពេលណាក៏ថា level ជាប់ការងាររហូតតាមពិតទៅគេអត់លុយសោះហ្នឹងណាមកស្ទុះក្រោយមកម៉ាក់របស់គេក៏បានតាក់ទងមកឲ្យទៅផ្ទះជួយបិទហ្គាសផ្ទះផងអីចឹងប៉ុន្តែគេបាននិយាយថារឿងប៉ុណ្ណឹងសោះចាំបាច់ឲ្យគេទៅធ្វើអីគេពងតែ level អញ្ចឹងតាមពិតទៅខ្វាន់យូរមិនមែនគឺជាកូនល្អឲ្យប្រហែលទេដោយសារតែមួយថ្ងៃគេលេងតែហ្គេមចឹងគេក៏បានលេងហ្គេមតទៀតទៅពេលហ្នឹងដែរក៏មានទូរស័ព្ទមួយទេមកប៉ុន្តែមិនមែនជាទូរស័ព្ទគាត់ណាខ្ញុំទូរស័ព្ទអ្នកក្បែរហ្នឹងផ្លេចយ៉ាងទៅទេចុះទេឡើងចូលឡើងគេធុញពេកគេក៏បានទៅលើកតែម្ដងទៅវាថ្លង់ក៏បានប្រាប់ថាឲ្យម្ចាស់ទូរស័ព្ទមកយកទូរស័ព្ទនៅកន្លែងទូហ្គេមហ្នឹងទៅប៉ុន្តែម្ចាស់ទូរស័ព្ទបានប្រាប់ថាឲ្យគេយកទៅឲ្យផងគេឲ្យ300,000 វ៉ុនឯនោះជុំយ៉ា300,000 វ៉ុនហើយខ្វាន់យូរអត់មានការងារធ្វើផងគេក៏បានយកទូរស័ព្ទហ្នឹងឲ្យតែម្ដងទៅប៉ះចំនារីស្អាតថែមទៀតកប់សេរីមកពងងូតតាខ្វាន់យូរគាត់ខ្វល់ទេគាត់ក៏បានយកទូរស័ព្ទឲ្យយកលុយចេញមកក្រៅធម្មតាទៅបន្ទាប់ពីហ្នឹងមកគាត់ក៏បានដេកយ៉ាងសប្បាយទៀតដោយសារតែ300,000 វ៉ុនវាស្មើនឹង$200ណាគឺយើងខុសឬត្រូវមិនដឹងទេដោយសារតែ admin ឆៃនៅក្នុងអ៊ីនធឺណិតដែរអញ្ចឹងណា300,000 វ៉ុនដេកយ៉ាងរំភើយកាយយ៉ាតែម្ដងប៉ុន្តែរឿងនៅស្មានមកដល់គឺថាប៉ូលីសបានចុះមកចាប់ខ្លួនគាត់តែម្ដងករណីឃាតកម្មគាត់បានសម្លាប់មនុស្សអញ្ចឹងក៏ពិតជាឆ្ងល់ខ្លាំងទេខ្ញុំបានធ្វើទេប៉ុន្តែនៅក្នុងបន្ទប់របស់គាត់មានផុសតាំងទាំងអស់តែម្ដងមានកបฏចាក់សម្លាប់មនុស្សអីហ្នឹង DNA របស់គាត់អីហ្នឹងគឺថាមានមកចប់សពគ្រប់តែម្ដងក៏ពិតជាផ្ទះផាហើយឆ្ងល់ខ្លាំងទេហេតុអីបានចាក់របស់ទាំងអស់ហ្នឹងមកនៅក្នុងបន្ទប់របស់គាត់ចឹងក៏ពិតជាមិនយល់នោះទេប៉ូលីសក៏បានចាប់ខ្លួនគាត់ទៅតែម្ដងគាត់ខំបកកាយផងប៉ុន្តែគេមិនជឿទេដោយសារតែផុសតាំងគឺថាវាមាននៅភ្នែកអីអញ្ចឹងណាមកអាណាផុសតាំងមានទាំងអស់តែម្ដងទាំងកបฏទាំង DNA វីដេអូចេញចូលដល់កន្លែង apartment របស់គេហ្នឹងគឺថាមានទាំងអស់តែម្ដងគេរៀបចំឲ្យគាត់មកពេញបឹបហ្មងណាហើយនៅជាងគេតែម៉ែគាត់ព្យាយាមទៅរកមេធាវីស្ម័គ្រចិត្តឈ្មោះមីនហ្នឹងមេធាវីហ្នឹងទៅរកឲ្យជួយកូនគាត់ដើរចែកខិតបានខិតអីផងថាកូនរបស់គាត់គឺជាមនុស្សល្អចឹងអាណិតទៅកាន់ម៉ែខ្លាំងតែព្រោះថាយើងមានរឿងមានអីហើយវាសំខាន់ហើយរឿងចឹងគឺយើងគឺថាអាណិតតែគ្រួសារទេគឺថាគាត់ព្យាយាមខ្លាំងមែនតើគាត់អាណិតកូនពេលខ្លះគាត់អត់មានសមត្ថភាពក្នុងការជួយចឹងប៉ុន្តែគឺថាអាណិតទឹកចិត្តជាឪពុកម្ដាយណាគ្នាយើងដូច្នេះហើយកន្លែងហ្នឹងបើសិនគ្នាយើងណាកំពុងតែផុងខ្លួនឬក៏រៀបចំចង់ផុងខ្លួនគាត់ថាខ្លួនឯងប៉ុណ្ណាដើរផ្លូវខុសចឹងក៏ព្យាយាមដកទៅអាសាតែអាណិតគាត់ខ្លាំងមែនតើផ្លូវចិត្តម៉ែឪណាគ្នាយើងគឺថាគាត់ប្រេះទ្រូងខ្លាំងប៉ុន្តែសម្រាប់សម្រួយមេធាវីមិនហ្នឹងមិនអាចជួយទៅយើងបានទេដោយសារតែគាត់ហ្នឹងគឺថាគេឃើញផុសតាំងទាំងអស់តែម្ដងគ្នាយើងគឺថាសពគ្រប់ហ្នឹងមានអីបកាយថែមទៀតគេកាត់ក្តីឲ្យគាត់ចុះពន្ធនាគារមកជីវិតតែម្ដងចុំយ៉ាអីអង្គុយសុកដេកសុកលេងហ្គេមសុកហើយម៉ែចេះសុកបាយទៅជាប់ទោសពន្ធនាគាររយៈពេលមកជីវិតគឺថាគេយើងគិតមើលពេលហ្នឹងខ្លួនយើងផ្ទាល់គឺថាបងកាត់ម៉េចប្រកបឆ្លើយឆ្លាចង់ស្ទះទ្រូងផងណាគេយើងជីវិតក្នុងពន្ធនាគារវាមិនស្រួលដូចជាយើងដើរលេងបាក់ស៊ីក្នុងក្លឹបទេអាហ្នឹងយើងខ្លួនឯងហើយចោលឪពុកម្ដាយគាត់គិតម៉េចគាត់ប្រកាសជាវាថាណែនទ្រូងអាណិតកូនផងអីផងហើយមិនដឹងថាកូនខ្លួនឯងខុសឬក៏ត្រូវហើយបើសិនជាកូនខុសក៏នៅតែអាណិតកូនខ្លាំងចាស់ដោយសារតែកូនកើតមកពីគាត់មកគាត់អញ្ចឹងមិនបាច់តាំងពីតូចតាំងពីក្មេងៗបាត់ជើងក្រហមងាលមកម្ល៉េះហើយបើឃើញកូនគាត់អញ្ចឹងគ្នាយើងសាក់សម័យមើលថាអារម្មណ៍របស់គាត់បែបណាប្រេះទ្រូងបែបណាឈឺចាប់បែបណាអាណិតកូនបែបណាយកទៅវិភាគឲ្យគិតមើលខ្លួនឯងតែបើសិនជាយើងកំពុងតែចង់ដើរផ្លូវខុសនឹងឯងប៉ុន្តែវាកាត់ក្តីហើយទៅយើងក៏បានជាប់ពន្ធនាគារគាត់នៅក្នុងពន្ធនាគារទាំងភាពភ័យខ្លាចណាគឺយើងហើយក៏មានក្រុមបងធំនៅកន្លែងហ្នឹងដែរចាំមើលទៅយើងតែម្ដងអាប៉ែម្នាក់ហ្នឹងមានឈ្មោះថាដុកស៊ូក្បាលតប៉ែហ្នឹងឯងចុំយកសម្លងតួយើងរហូតតែម្ដងគាត់មានភាពភ័យខ្លាចខ្លាំងមែនតើអាប៉ែដុកស៊ូដឹងថាតួយើងជាប់ពន្ធនាគារករណីសម្លាប់មនុស្សចឹងដូច្នេះពួកអាចជាប់ពន្ធនាគារករណីសម្លាប់មនុស្សទាំងអស់ហ្នឹងគឺថាវាកាចចឹងវាហ៊ានចឹងទៅដូច្នេះក៏ចង់ប្រក្រាបតួយើងចឹងណាគឺថាតួយើងនៅក្នុងហ្នឹងគឺថាស៊ីដបងរហូតតែម្ដងស៊ីដបងផងស៊ីឆ្នាំពិសេសផងអីចឹងណាគ្រប់យ៉ាងហើយនៅក្នុងពន្ធនាគារហ្នឹងគឺមានលោកតានេះម្នាក់គ្មានណាគេហ៊ាននៅក្បែរគាត់ទេគេមិនចង់នៅក្បែរគាត់តែនៅដោយសារតែគាត់នៅក្រៅគឺជាឃាតករដ៏សាហាវអញ្ចឹងដូច្នេះហើយគេអត់ចង់ពាក់ព័ន្ធជាមួយនឹងគាត់ទេគាត់ញ៉ាំតែស្លឹកស្អីគេរបស់គាត់ហ្នឹងឯងចំណែកខ្វាន់យូបើយើងទទួលយកអត់បានគាត់ចុះពន្ធនាគារមកជីវិតគាត់មិនបានធ្វើរឿងអីផងហ្នឹងគាត់ក៏បានសម្រេចចិត្តសម្លាប់ខ្លួនតែម្ដងប៉ុន្តែសំណាងដែរប៉ូលីសគុកនៅកន្លែងហ្នឹងបានឃើញក៏បានជួយគេតាន់ពេលវេលាតែមួយរយៈក្រោយមកម៉ាក់របស់គេក៏បានមកមើលក៏បានផ្ដល់កម្លាំងចិត្តទៅកាន់កូនប្រុសថាឲ្យកូនប្រុសស៊ូឡើងគាត់ព្យាយាមនៅខាងក្រៅដើម្បីជួយរកផោះតាំងឲ្យកូនរបស់គាត់មានសេរីភាព
វិញចឹងក៏ដឹងថាកូនបោកគាត់មិនបានធ្វើខុសរឿងទាំងអស់ហ្នឹងទេប៉ុន្តែដោយសារតែផោះតាគេរៀបចំឲ្យកូនបោកគាត់ហ្នឹងវាណែនពេកអីចឹងណាវាគ្រប់សពបែបយ៉ាងតែដល់ដូច្នេះកំពុងតែព្យាយាមជាមួយនឹងមេធាវីមីនហ្នឹងឯងក៏បានសង្កត់ថាឲ្យតួយើងហ្នឹងខំប្រឹងរស់ឡើងមិនបញ្ហាទេម៉ែព្យាយាមយ៉ាងណាក៏ដោយឲ្យកូនចេះទៅវិញឲ្យតតែបានតួយើងលើចឹងហើយម៉ែផ្ដល់កម្លាំងចិត្តចឹងហើយគាត់ព្យាយាមញ៉ាំបាយញ៉ាំអីហាត់ប្រាណហាត់អីពង្រឹងរាងកាយរបស់គាត់ដើម្បីតស៊ូជាមួយរន្ទះជើងរបស់ពួកអដៃអស់ហ្នឹងចឹងគឺថាគាត់ខំប្រឹងខ្លាំងណាស់ហើយគាត់ទៅហ្វឹកហាត់រាងកាយរបស់គាត់ជាមួយរន្ទះជើងរបស់ពួកអដៃអស់ហ្នឹងគឺថាពួកអដៃហ្នឹងវាយរាល់ថ្ងៃតែម្ដងហើយលោកតាម្នាក់ដែលគេមិនចង់ពាក់ព័ន្ធជាមួយនឹងក៏បានអាសាទៅកាន់តួយើងថាគឺពិតជាបកាយខ្លាំងមែនតើបកាយទៅបកាយរងកន្លែងសំខាន់ចឹងក៏បានឲ្យស្លឹកអីគេរបស់គាត់ដែលគាត់ញ៉ាំហ្នឹងហើយទៅកាន់តួយើងញ៉ាំតែម្ដងថានេះគឺបើកម្លាំងអីចឹងទៅមិនមែនគឺជាគ្រឿងញៀនទេប៉ុន្តែគឺជារបស់បើកម្លាំងចឹងឲ្យតួយើងញ៉ាំទៅដល់ពេលមួយរយៈក្រោយមកតួយើងបានរៀបចំផែនការធ្វើស៊ីអាតពេកហ្នឹងវិញតែម្ដងចង់ចាត់ការអាតពេកហ្នឹងវិញដើម្បីសងសឹកអីចឹងណារៀបចំឲ្យពួកវាចូលមកកន្លែងមួយក៏បានឆ្នៃអាវុធរបស់គាត់ហ្នឹងបាញ់យកពួកអាឆ្កែអស់ហ្នឹងដាក់ពេញហ្នឹងហ្មងបន្ទាប់ពីហ្នឹងប្រហែលថ្ងៃក្រោយមកមេធាវីមានក៏បានសុំជួបជាមួយនឹងតួយើងហើយផ្ដល់ដំណឹងមួយទៅកាន់តួយើងគឺជាដំណឹងសេតគឺថាម្ដាយរបស់គេត្រូវបានស្លាប់បាត់ទៅហើយគាត់សម្លាប់ខ្លួនណាមិនដឹងដោយសារតែមូលហេតុអីទេខ្វាន់យូតួយើងលឺចឹងហើយមានអារម្មណ៍ថាចុំវិញចឹងក៏មានអារម្មណ៍ថាសោកសៅខ្លាំងមែនទែនហើយពិតជាឆ្ងល់ខ្លាំងណាស់ហេតុអីបានជាម្ដាយរបស់គាត់សម្លាប់ចិត្តសម្លាប់ខ្លួនចឹងដោយសារតែមុនហ្នឹងគាត់ប្រាប់ឲ្យគាត់ក៏ប្រាប់ខ្វាន់យូខំប្រឹងឡើងគាត់ព្យាយាមអីចឹងណាគឺយើងហេតុអីបានជាសុកគាត់សម្លាប់ខ្លួនទៅវិញគាត់ពិតជាមិនយល់ទេការស្លាប់របស់គាត់ប្រកាសជាមានអីចម្លែកជាសំខាន់គាត់សេតខូចចិត្តខ្លាំងមែនទែនថ្ងៃស្អែកបន្តមកគាត់អង្គុយសេតម្នាក់ឯងតែម្ដងមិនដឹងថាត្រូវធ្វើម៉េចនោះទេដកស៊ូឃើញថាតួយើងចឹងក៏បានរៀបចំផែនការដើម្បីធ្វើស៊ីតួយើងវិញតែម្ដងសងសឹកណាគឺយើងក៏បានឲ្យកូនចៅរបស់គេហ្នឹងទៅចាត់ការប៉ូលីសនៅកន្លែងហ្នឹងហើយបន្ទាប់ពីហ្នឹងមកគឺដើរមកដកកូនមករហចាក់តួយើងប៉ុន្តែគាត់រៀបរហ័សដែរកិច្ចទាន់គ្មានទៅយកកបិតមកឈូតខ្វាច់ទៅកាន់មុខអប៉ែមួយនោះចុំយកចង់បកាយតែម្ដងហើយគាត់ក៏សម្រេចចិត្តយកកបិតចាក់ពោះខ្លួនឯងតែម្ដងមិនដឹងថាម៉េចទេណាពេលហ្នឹងឃើញចឹងក៏បានសម្រេចចិត្តដឹកអ្នកទាំងពីរនាក់មកពេទ្យតែម្ដងហើយអាការដឹកមកពេទ្យគឺចូលផែនការរបស់ខ្វាន់យូតែម្ដងគាត់ចាក់ពោះខ្លួនឯងដើម្បីបានចាក់ចេញមកក្រៅហើយលួចហែកគុកអីចឹងណាគឺយើងគាត់ក៏បានអញញ៉ៃឡានហ្នឹងធ្វើឲ្យឡានហ្នឹងក្លាប់ពី3ជុំតែម្ដងប៉ូលីសនៅក្នុងនោះជាមួយណាពេទ្យតែពេទ្យនៅក្នុងនោះមិនដឹងថាស្លាប់ឬក៏រស់ទេគាត់ក៏ព្យាយាមចាក់ចេញមកបដោះសម្ភារពាក់បដោះអីដើម្បីចូលទីក្រុងចឹងប៉ុន្តែមីសិនមួយនេះដូចជាមិនងាយទេដោយសារតែគេស្វែងរកគាត់ពេញណាពេញណីតែម្ដងចុះសារព័ត៌មានចុះអីទូធំគឺថាចុះពេញទីក្រុងតែម្ដងហើយគាត់ធ្វើដំណើរចឹងមានរបួសផងគឺពិតជាវេទនាខ្លាំងមែនទែនសំណាងដែរនៅពេលហ្នឹងមានជនបរទេស2នាក់ឡានគេខូចណាគឺយើងខ្វាន់យូឃើញចឹងហើយយកអាការជួសជុលឲ្យតែម្ដងពេលជួសជុលឲ្យសំតែសារមកដែរអញ្ចឹងណាពេលហ្នឹងដែរក៏មានប៉ូលីសដាក់ប្រាស់ដើម្បីឆែកមើលតែម្ដងប៉ុន្តែសំណាងដែរឡាននេះគឺជាឡានជនជាតិបរទេសចឹងគេមិនឆែកអីញ៉ៃនោះទេគេមិននឹកស្មានដល់ថាខ្វាន់យូនៅជាមួយនឹងជនបរទេសនោះទេបន្ទាប់ពីហ្នឹងមកជនបរទេស2នាក់ហ្នឹងក៏បានធ្វើដំណើរចាក់ចេញទៅស្រុករបស់គេចឹងគេបានឲ្យឡានហ្នឹងទៅកាន់ខ្វាន់យូតែម្ដងខ្វាន់យូបានឡានហ្នឹងហើយងាយស្រួលក្នុងការធ្វើដំណើរតែម្ដងគេក៏បានជិះឡានបញ្ញាប់មករកមេធាវីមីនណាគឺយើងគ្រាន់ចូលមកពុកមេធាវីមីនគឺថាភ្ញាក់ខ្លាំងតែមិននឹកស្មានថាតួយើងហែកគុកចេញមកអីចឹងណាតាមពិតទៅមេធាវីមីនហ្នឹងដឹងហើយដោយសារព័ត៌មានចុះពេញណាហ្នឹងគេក៏គេព្យាយាមធ្វើធម្មតាហើយសួរទៅកាន់តួយើងថាតើលោកមកទីនេះដើម្បីអ្វីមកមានការអីចឹងតួយើងក៏បានថាមករឿងម្ដាយរបស់គេហ្នឹងឯងគេមិននឹកស្មានទេម៉ាក់របស់គេសម្លាប់ខ្លួនគេមិនជឿនោះទេដោយសារតែមុននេះគាត់មកនិយាយជាមួយខ្ញុំនៅក្នុងពន្ធនាគារឲ្យខ្ញុំព្យាយាមហ្នឹងទៅគាត់ព្យាយាមជួយខ្ញុំពីខាងក្រៅខ្ញុំមិនជឿថាគាត់សម្លាប់ខ្លួននោះទេមេធាវីមីនក៏បានប្រាប់ថាដោយសារតែមានគេទេទៅប្រាប់គាត់បោកគាត់និយាយថាតួយើងស្លាប់នៅក្នុងពន្ធនាគារចឹងទៅគាត់អស់សង្ឃឹមឲ្យសម្លាប់ខ្លួននឹងឯងមេធាវីមីនក៏បានឲ្យខ្សែដៃរបស់ម្ដាយតួយើងឲ្យទៅខាន់គាត់តាមដងតួយើងបានហើយមេធាវីមីនក៏បានប្រាប់ថាបើជឿទៅលើផ្លូវល្អជឿលើការពិតជឿលើខ្លួនឯងព្រមប្រកបខ្លួនទៅឲ្យគាត់ជួយនៅខាងក្រៅចឹងគាត់ព្យាយាមជួយឲ្យបានតែម្ដងហើយតួយើងប្រញាប់ទៅដោយសារតែមុននេះគាត់បានផ្ដល់ព័ត៌មានទៅកាន់ប៉ូលីសបាត់ទៅហើយតួយើងលើចង្ហើយមានខ្វល់ជាមួយពេលសម្ដីទាំងអស់ហ្នឹងទេក៏បានចាក់ចែងតែម្ដងគាត់ទៅរកព័ត៌មានពាក់ព័ន្ធជាមួយនឹងគាត់វិញដោយសារតែគាត់វិញក៏អាចយកទៅថតដូចគ្នាហ្នឹងតែបានគេចាប់ដាក់ពន្ធនាគារហ្វ្រីចោតថាសម្លាប់មនុស្សអញ្ចឹងគាត់ក៏បានទៅកន្លែងអ៊ីនធឺណិតអាកន្លែងគាត់លេងហ្គេមមកយើងសើចមើលព័ត៌មានពេញណាក្នុងពេលហ្នឹងដែរក៏បានជួយជំរុញដៃគូរបស់គាត់លេងហ្គេមគេបានផ្ដល់ព័ត៌មានមួយចំនួនប្រាប់ទៅកាន់តួយើងឲ្យដៃគូហ្នឹង user មានឈ្មោះថាហៀមម៉មអញ្ចឹងហៀមម៉មបានន័យថាគាត់ពុកមាត់ស្មោមអញ្ចឹងណាគឺយើងក៏បានផ្ដល់ព័ត៌មានឲ្យតួយើងហ្នឹងអាព័ត៌មានពាក់ព័ន្ធជាមួយនឹងគាត់ចេញចូលហ្នឹងគឺថារយៈពេលខ្លីខ្លាំងមែនតើមិនអាចទៅសម្លាប់មនុស្សម្នាក់បាននោះទេហើយក្រុមលេងហ្គេមរបស់គាត់5 6នាក់គឺថាមិនជឿថាតួយើងទៅសម្លាប់មនុស្សដោយសារតាគេបានឃើញคลิปវីដេអូហ្នឹងតួយើងចូលទៅប្រហែលជាតែ2វិនាទីតែ2នាទីហ្នឹងអាណាតែ2នាទីទៅចាក់សម្លាប់មនុស្សចង់20រុនបានហ៎វាមិនអាចទៅរួចនោះទេហើយអ្វីដែលសំខាន់ម្នាក់ស្រីហ្នឹងមុននឹងស្លាប់បានស្គាល់គ្នាជាមួយម្នាក់ប្រុសម្នាក់នៅក្នុងក្លឹបអីចឹងតាំងពីពេលហ្នឹងមករយៈ2ថ្ងៃក្រោយមកទៅដឹងថានាងស្លាប់ទៅមកចាប់ខ្លួនខ្វាន់យូនឹងឯងហើយคลิปវីដេអូហ្នឹងគឺថាមានអ្នកព្យាយាមចង់លុបចឹងប្រហែលជាមានអ្នកនៅពីក្រោយខ្នងរឿងទាំងអស់ហ្នឹងបន្ទាប់ពីហ្នឹងមកហៀម៉ូមក៏បានប្រាប់ទៅកាន់ខ្វាន់យូថាឲ្យឆាប់ចាក់ចេញពីកន្លែងទៅដោយសារតែប៉ូលីសចាត់មកចឹងបន្ទាប់ពីហ្នឹងមកហៀម៉ូមជាមួយនឹងតួយើងក៏បានណាត់ជួបគ្នានៅក្នុងហាងមួយពួកគេទាំងពីរនេះមិនដែរជួបគ្នាទេនិយាយទៅតួយើងមិនដែរជួបជាមួយនឹងធីមរបស់គាត់លេងហ្គេមជាមួយនឹងគ្នាទេនៅពេលហ្នឹងដែរក៏បានជួបជាមួយនឹងហៀម៉ូមតែម្ដងហៀម៉ូមមិនមែនផងណានាងប្រើកម្មវិធីបំលែងសម្លេងធ្វើជាមនុស្សប្រុសចឹងតាមពិតទៅមនុស្សស្រីស្រស់ស្អាតសោះតួយើងពេលផ្ទះផ្អើលខ្លាំងមែនតើនាងមានឈ្មោះថាយ៉អ៊ុនមកតទៅមកយ៉អ៊ុនក៏បាននាំតួយើងទៅកាន់ផ្ទះរបស់នាងតួយើងបានញ៉ាំបាយញ៉ាំអីយ៉អ៊ុនធ្វើឲ្យគឺថាគាត់ពិតជាឆ្ងាញ់ខ្លាំងមែនតើញ៉ាំបដាអីបដានឹកដល់ម៉ែបដាស្រក់ទឹកភ្នែកដោយសារតែម្ហូបឆ្ងាញ់កាលពីមុនម៉ាក់ធ្វើឲ្យចឹងដូចនេះហើយញ៉ាំបដាអីបដានឹងស្រក់ទឹកភ្នែកបដាតែម្ដងពិតជាគួរអាណិតគាត់ខ្លាំងមែនតើក្នុងពេលហ្នឹងដែរក៏មានមនុស្ស3នាក់ចូលមកកន្លែងហ្នឹងខ្វាន់យូឃើញហើយមានអារម្មណ៍ថាភ័យផងអីផងគាត់ក៏បានត្រៀមណាគឺយ៉ាងតាមពិតទៅអ្នកមកទាំង3នាក់គឺជាសមាជិកធ្លាប់លេងហ្គេមជាមួយនឹងគាត់ក្នុងធីមជាមួយនឹងគាត់អញ្ចឹងណាគាត់មិន
ណែបានជួយជាមួយនឹងពួកគេទេដោយសារតែការពីមុនគេបបួលញ៉ាំអីប៉ុន្តែខ្វាន់យូគាត់ដាច់ចាយឲ្យគ្នាយើងមិនមានលុយជួបជុំជាមួយនឹងគេទេហើយសមាជិកមក3នាក់ថែមទៀតហ្នឹងគឺនៅសល់2នាក់ទៀតមិនទាន់បានមកទេហើយមូលហេតុដែលពួកគេមកដោយសារតែគេចង់ជួយខ្វាន់យូចឹងគេមិនជឿថាខ្វាន់យូគឺជាឃាតករទេគេព្យាយាមស្រាវជ្រាវរកផតាំងឲ្យខ្វាន់យូចឹងគឺថាពិតជាមិត្តល្អខ្លាំងមែនតើគេមកកាមេធាវីមានមែនឥឡូវនេះគេមកតែស្រាវជ្រាវមើលតួយើងថាគាត់នឹងចេញមកក្រៅនឹងធ្វើអីខ្លះខុសច្បាប់អីខ្លះបន្តទៀតគេស្រាវជ្រាវចុះឡើងដឹងថាតួយើងធ្លាប់មានរឿងជាមួយនឹងដុកស៊ូហើយដុកស៊ូនឹងអត់ទាន់ស្លាប់ទេគឺថាចេញមកក្រៅរួចខ្លួនដែរអីចឹងណាហើយនៅក្នុងពេលហ្នឹងដែរក៏មានពណ៌ដែរគេគឺជា BMW ឃើញថាមេធាវីនឹងជាយូតពេកគេក៏បានឲ្យ fuck you មួយតែម្ដងហើយក៏និយាយថាអាថោកអីបើកឡានយើងខ្លាំងម្ល៉េះប៉ុន្តែមេធាវីមាននឹងមើលទៅដូចជាចង់តតាំងអីជាមួយទេប៉ុន្តែគេបានគាត់ផ្លាក់លេឡានតុកណាខ្ញុំទុកធ្វើស៊ីថ្ងៃក្រោយហ្នឹងហើយមើលទៅកាន់មុខមេធាវីមានដូចចោលដូចចោលអញ្ចឹងមុខគួរឲ្យសង្ស័យខ្លាំងមែនតើងាកមកកាន់ក្រុមតួយើងវិញឥឡូវនេះកំពុងជួយគ្នាស្រាវជ្រាវចុះឡើងពាក់ព័ន្ធជាមួយនឹងកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធជាមួយនឹងផតាំងផ្សេងចង់ដឹងថាមានអីខុសប្លែកដែរឬអត់ដោយសារពួកគេចង់រកផតាំងចឹងគេដឹងថាតួយើងនឹងមិនខុសនោះទេក្រុមរបស់គេគឺថាជួយគ្នាខ្លាំងតែត្បិតតែលេងហ្គេមអីជាមួយនឹងគ្នាមែនអាការលេងហ្គេមវាមិនសូវមានប្រយោជន៍អីហ្មងប៉ុន្តែយើងស្គាល់មិត្តភក្តិមិត្តភក្តិល្អជាមួយនឹងគ្នាអញ្ចឹងអេដមីនក៏ធ្លាប់ជួបអញ្ចឹងដែរអេដមីនជឿថាអ្នកទាំងអស់គ្នាក៏ធ្លាប់ជួបមិត្តភក្តិដែលស្មោះត្រង់មិត្តភក្តិល្អនៅក្នុងហ្គេមដូចគ្នាហើយអនុស្សាវរីយ៍ល្អផុតគឺមានតែ rule of survival កាន់មកកាន់សាច់រឿងវិញពួកគេទាំងអស់គ្នាជួយគ្នាខ្លាំងណាស់ឆែកកាមេរ៉ាសុវត្ថិភាពទៅឃើញថាមានឡានមួយចតនៅកន្លែងហ្នឹងចោលរហូតតែម្ដងតាំងពីថ្ងៃមុនកើតហេតុរហូតកើតហេតុហើយគឺថាចោលរហូតនៅកន្លែងហ្នឹងតែម្ដងពិតជាគួរឲ្យសង្ស័យខ្លាំងតែហើយរូបភាពគឺថាកាត់តថែមទៀតអាកាមេរ៉ាសុវត្ថិភាពត្រូវបានកាត់តអញ្ចឹងណាពួកគេសង្ស័យតែម្ដងឡានហ្នឹងឆាយចោលឆាយឡើងឃើញថាឡានហ្នឹងក៏យកទៅដាក់នៅកន្លែងលក់អេចាយឥឡូវហ្នឹងអាកន្លែងគេដាក់ឡានកកតើយើងជួយមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថា Demo ក៏បានទៅកន្លែងហ្នឹងដើម្បីមើលតែម្ដងទៅដល់ពឹបទៅឃើញថាមានឡានហ្នឹងនៅកន្លែងហ្នឹងពិតមែនប៉ុន្តែក៏បានឃើញពណ៌ដែរគេដែលគួរឲ្យសង្ស័យនៅកន្លែងហ្នឹងដូចគ្នាហើយពួកវាចាក់ចេញទៅយើងក៏បានឲ្យ Demo នៅកន្លែងហ្នឹងគាត់តាមបាននឹងមើលអញ្ចឹងណាដល់ពេលទៅដល់ពឹបក៏ពិតជាភ្ញាក់ផ្អើលខ្លាំងតែដោយសារតែក្រុមពួកហ្នឹងគឺជាក្រុមសម្អាតកន្លែងធ្វើឃាតកម្មអញ្ចឹងគឺថាក្រុមពួកហ្នឹងពិតជាជំនាញខ្លាំងតែសម្អាតឡើងស្អាតស្អាតតែម្ដងមិនឲ្យសល់ផតាំងអីបន្តិចទេហើយពួកគេក៏បានយកស្អីមួយយ៉ាងទេយកទៅកន្លែងខុនដូមួយដល់ប្រណិតតែម្ដងថាយកទៅធ្វើអីទេអារបស់ហ្នឹងដូចជាប្រហែលជាសាកសពឲ្យគ្នាយើងខ្វាន់យូតាមដានរហូតតែម្ដងឲ្យក្រុមការងាររបស់គាត់ឃើញចុងហើយគឺថាចាប់ផ្ដើមរៀបចំផែនការបន្តទៀតដោយសារតែនេះឃើញតម្រុយតិចហើយផែនការរបស់ពួកគេធ្វើឲ្យខុនដូហ្នឹងមានបញ្ហាចឹងទៅកាត់ខ្សែអីមួយចាប់បន្ទាប់ពីហ្នឹងមកបន្លំខ្លួនធ្វើជាជាងដើម្បីទៅជួសជុលនៅក្នុងអផាតមិនតែម្ដងហើយការជួសជុលរបស់គេហ្នឹងក៏បានដាក់ system ដើម្បីគ្រប់គ្រងអផាតមិនហ្នឹងដែរគឺថាពួកគេបកកាយខ្លាំងមែនទែនលេងតែហ្គេមនេះប៉ុន្តែចេះគ្រប់សពតែម្ដងអានេះដូចជាតួសម្ដែងរឿងចឹងងាកទៅកាន់តួយើងវិញក៏បានចូលទៅកាន់បន្ទប់អផាតមិនហ្នឹងទៅបន្ទាប់ពីហ្នឹងមកក៏បានឃើញថាប្រអប់នៅកន្លែងហ្នឹងគាត់ក៏បានបើកមើលតែម្ដងមិត្តភក្តិរបស់គាត់មើលតាមកាមេរ៉ាហ្នឹងក៏បានមើលដោយគ្លីបបើកទៅពុបគឺជាសាកសពតារាម្នាក់ដែលគេសម្រាប់ដាក់ចូលក្នុងហ្នឹងទាំងអស់គ្នាឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននេះគឺជាផែនការរបស់ពួកគេប្រហែលជាចង់ទម្លាក់កំហុសទៅលើនរណាគេម្នាក់ទៀតហើយបន្ទាប់ពីហ្នឹងមកក៏មានមនុស្សចូលមកក្នុងបន្ទប់ហ្នឹងតួយើងក៏បានលាក់ខ្លួនទៅឃើញថាពួកហ្នឹងមករៀបចំផែនការគឺថារៀបចំឲ្យកន្លែងហ្នឹងដូចជាការណែសម្រាប់ខ្លួនឯងចឹងគឺថារៀបចំមកស្អាតតែម្ដងមិននឹកស្មានទេថាពួកគេមានក្រុមការងារធ្វើចឹងទេគឺថារៀបចំឡើងមកស្អាតតែម្ដងទាំងផុសតាំងទាំង DNA ហ្នឹងគឺថាកន្លែងកាត់ហើយរៀបចំឡើងមកស្អាតតែម្ដងដូចជាមនុស្សដែលសម្រាប់ខ្លួនឯងអញ្ចឹងណាក៏យើងបន្តឲ្យពួកហ្នឹងទៅអស់តួយើងក៏បានចេញមកក៏ពិតជាហួចចិត្តខ្លាំងតែមិននឹកស្មានថាមានក្រុមពួកហ្នឹងមកធ្វើការងារទាំងអស់ហ្នឹងអញ្ចឹងណាប៉ុន្តែគាត់ក៏មិនដឹងខ្លួនឯងដែរគេកំពុងតែមើលសកម្មភាពរបស់គាត់ចឹងមានកាមេរ៉ាពីលើមួយទៀតហើយអ្នកដែលមើលគ្នាយើងដឹងណាគេអត់គឺជាអបិមេធាវីដែលមានថាមុខដូចចោលហ្នឹងមែនអបិហ្នឹងមែនមុខដូចចោលមែនមកដល់កន្លែងហ្នឹងមានបញ្យលតិចមូលហេតុអីបានជាតារាម្នាក់នឹងស្លាប់ដោយសារតែគេតាក់ទងជាមួយនឹងកូនអ្នកមានម្នាក់អញ្ចឹងប៉ុន្តែម្នាក់ស្រីនឹងចាប់បានថាអបិតារាមានលុយលាក់តាក់ទងស្រីនៅខាងក្រៅគេចាប់បានមានណាក៏បានសម្លាប់ចោលតែម្ដងចាក់យកហ្មងណាហើយដោយសារតែនេះគឺជាកូនអ្នកមានឪពុកម្ដាយរបស់នាងមានមុខមានមាត់ក៏បានតាក់ទងទៅកាន់ក្រុមការងាររបស់អបិមេធាវីហ្នឹងឲ្យបោះសម្អាតរឿងហ្នឹងតែម្ដងទម្លាក់កំហុសទៅកាន់អ្នកផ្សេងអញ្ចឹងណាអានេះបានគេហៅថាអ្នកមានអាចប្រើខ្មោចឲ្យកិនម្សៅបានចឹងប៉ុន្តែក្នុងរឿងនេះមិនដឹងថាកិនបានឬក៏មិនបានទេដោយសារតែក្នុងរឿងវាមានតួឯកអញ្ចឹងណាម្នាក់ស្រីហ្នឹងមិនមែនតួឯកទេហើយសរុបមកវិញអ្នកនៅក្រោយរឿងហ្នឹងទាំងអស់គឺគ្មានណាគេទៅគឺជាអបិមេធាវីមីននឹងឯងគឺថាមុខដូចចោលឲ្យធ្វើរឿងអាក្រក់ថែមទៀតដំណាក់កាលនៃការធ្វើការរបស់គេពិតជាលយខ្លាំងតែគេបានចូលទៅក្នុងបន្ទប់ high tech របស់គេអាបន្ទប់ server របស់គេហ្នឹងចូលទៅ check មើលតែម្ដងហើយបន្ទប់ server គឺថាពិតជាលយខ្លាំងតែចង់ដឹងព័ត៌មានណាគេគឺថាឆែកបានតែម្ដងទី1គេត្រូវហើយនេះតែធ្វើទោសចំនួនអញ្ចឹងណារចោឡើងក៏បានឃើញម្នាក់ស្រីម្នាក់ដែលអបិតារាហ្នឹងចូលចិត្តទៅអញ្ចឹងគឺថាគឺឆែកត្រណៃក្នុងហ្នឹងដឹងទាំងអស់តែម្ដងថាម្នាក់ស្រីនៅណាអីណាតែនៅណាច្បាក់លុយណាគេខ្លះអីខ្លះគឺថាដឹងទាំងអស់តែម្ដងបន្ទាប់ពីមកគេក៏បានឲ្យក្រុមការងាររបស់គេរៀបចំផែនការយក DNA យកឈាមយកអីយកកញ្ចៅដៃយកអីរបស់ម្នាក់ស្រីហ្នឹងមកតែម្ដងហើយឲ្យក្រុមបោះសម្អាតទៅបោះសម្អាតអាកន្លែងធ្វើឃាតកម្មពិតដល់បោះសម្អាតឲ្យស្អាតហើយមករៀបចំករណីឃាតកម្មក្នុងបន្ទប់អបិតារាហ្នឹងឯងគឺថាវាពិតជាលយខ្លាំងមែនតើណាបន្ទាប់ពីចាប់សក់ក្រុមហើយគេក៏បានប្រឡែងព័ត៌មានហ្នឹងទៅកាន់ប៉ូលីសឲ្យប៉ូលីសមកចាប់ខ្លួនម្នាក់ស្រីហ្នឹងគឺថាធ្វើអញ្ចឹងព្រាបបានដូចជាធ្វើដាក់ខ្វន់យូអញ្ចឹងអបិមេធាវីហ្នឹងបានឃើញខ្វន់យូនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់គេប៉ុន្តែគេគ្មានអារម្មណ៍ថាភ័យខ្លាចទេបានតាក់ទងទៅកាន់លេខារបស់គេថាឲ្យទៅដោះលែងដុកស៊ូមកឲ្យដុកស៊ូចាត់ការតួយើងអញ្ចឹងដុកស៊ូអបិមួយក៏បានតែប៉ែឃើញតែបានរួចខ្លួនជាមួយនឹងតួយើងឲ្យមកចាត់ការតួយើងតែម្ដងងាកមកកាន់តួយើងជាមួយនឹងក្រុមការងាររបស់គាត់វិញដល់ពេលដែលបានឃើញហេតុការណ៍ទាំងអស់ហ្នឹងទស្សនវិជ្ជាទាំងអស់ហ្នឹងដឹងរឿងមួយចំនួនធំហើយគេក៏បានសរុបថាពួកមេធាវីមានហ្នឹងប្រកាសជាតែលក្ខកំហុសទៅកាន់ម្នាក់ស្រីនេះជាមិនខានទេដោយសារនេះគឺជាតម្រុយរបស់គេដែលសង្ស័យជាងគេអញ្ចឹងដោយសារតែម្នាក់ស្រីហ្នឹង
នឹងធ្លាប់ជួបគ្នាជាមួយអាប៉ែតារានឹងច្រើនដងហើយអាប៉ែតារាធ្លាប់វាយធ្វើបាបអីថែមទៀតដូចឆ្នេះហើយគេខ្លោមមើលម្នាក់ស្រីនឹងតែម្ដងមានឱកាសដាក់ឧបករណ៍តាមដាននៅក្នុងទូរស័ព្ទរបស់នាងថែមទៀតចង់ដឹងថាណាគេទេមកខ្លះអីចឹងណាក្រុមឧបករណ៍តាមដានចូលឡើងទៅដឹងថាម្នាក់ស្រីនឹងជាពាក់លុយគេច្រើនខ្លាំងមែនទែនជាពាក់លុយក្រៅប្រព័ន្ធណាគឺយើងមិនមែនតែនេះគេមិនមែនអីនោះទេហើយមូលហេតុដែលនាងជាពាក់ដោយសារតែបងប្អូនរបស់នាងជួយម្ដាយរបស់នាងយកលុយពីនាងរហូតតែម្ដងមិនដឹងថាយកធ្វើអីទេលេងល្បាយលេងអីចឹងណាគ្នាយើងបន្តពីនឹងមកមិនយូរប្រហែលក្នុងការងាររបស់មេធាវីមាននឹងក៏បានតាក់ទងមកកាន់នាងឲ្យនាងយកទូរស័ព្ទទៅឲ្យតែម្ដងនិយាយទៅធ្វើដូចខ្វាន់យូកាពីមុនអញ្ចឹងក្រុមការងាររបស់តួយើងខ្វាន់យូក៏បានឆែកមើលតែម្ដងថាណាគេទេមកពីកន្លែងណាចឹងចង់ដឹងពីលោកខរបស់ពួកហ្នឹងថានៅកន្លែងណាចឹងទៅដល់ពេលដឹងឲ្យខ្វាន់យូក៏បានទៅតែម្ដងចោមយ៉ាក់ទៅដល់កន្លែងហ្នឹងចង់យកផោះតាំងទៅឲ្យប៉ូលីសចឹងប៉ុន្តែអាប៉ែមាននឹងគឺថាគឺដឹងមុនមេធាវីមាននឹងដឹងមុនក៏បានឲ្យគេគ្នាបោកគេមកយកម្នាក់ស្រីទៅមុនតែម្ដងខ្វាន់យូតួយើងឃើញចង្ហាទុកចោលទៅក៏បានជិះឡានដល់រោគរ៉ាបោកគេដេញតាមតែម្ដងប៉ុន្តែមានណាមេធាវីមាននឹងក៏បានប្រាប់ប៉ូលីសគ្មានទេប៉ូលីសពាត់ពេញណាពេញនេះប្រៀបចាប់ខ្លួនហ្នឹងប៉ុន្តែក៏មានឡានមួយជីបុកឡានប៉ូលីសប៉ាំងទៅយកខ្វាន់យូបាត់ទៅហើយអ្នកជួយមែនគ្នាឯងទៅគឺជាអាប៉ែដុកស៊ូចាត់តួយើងមកវាយឡើងប៉ោដូចយើងចឹងក៏ចង់សងសឹកទៅកាន់តួយើងវិញយកអាកាស៊ូហ្នឹងបាញ់វិញចឹងប៉ុន្តែតួយើងនិយាយច្រើនពេកនិយាយយូរពេកក៏ថាតែមានក្រុមប៉ូលីសបុកចូលមកកន្លែងហ្នឹងតែម្ដងជុំយកបោះផ្សែងពុលពេញណាពេញនេះហើយភក់ដែរមិនរត់ដែរដោយសារតែអាប៉ែដុកស៊ូក៏ឲ្យកោកចេញមកដូចគ្នាគ្មានទេខ្វាន់យូរបស់យើងបានឱកាសគ្នារបស់គាត់យកអូនមកជួយតែម្ដងយកអូនគឺជាអ្នកប្តឹងប៉ូលីសអញ្ចឹងណាថាតួយើងនៅកន្លែងហ្នឹងអីចឹងទៅហើយជាមួយនឹងអាប៉ែក្បាលតប៉ែហ្នឹងនៅកន្លែងហ្នឹងអីចឹងទៅបានឱកាសហ្នឹងក៏បានរត់គេចខ្លួនមកទាំងពីរអ្នកទៅតួយើងពេលឆ្លងខ្លាំងតែហេតុអីបានជាមេធាវីមានដឹងថាគាត់នៅកន្លែងណាអីកន្លែងណាអាប៉ែក្បាលតប៉ែដឹងគាត់នៅកន្លែងណាអញ្ចឹងក៏ពិតជាឆ្លងខ្លាំងតែយកឧបករណ៍ scan ដៃមក scan នៅលើខ្លួនចង់ដឹងថាគីឡូមាន GPS អញ្ចឹងណា scan ចុះ scan ឡើងក៏បានឃើញអាខ្សែករបស់ម៉ាក់គាត់ដែលមេធាវីមានឲ្យហ្នឹងគឺថាមាន GPS នៅក្នុងថែមទៀតគាត់ឃើញចឹងហើយក៏ពិតជាស្ដាយខ្លាំងតែប៉ុន្តែទ្រាំកវត្តចោលណាឃើញយើងដោយសារតែនៅក្នុងហ្នឹងមាន GPS ចំណែកអាប៉ែមេធាវីមានក៏បាននិយាយទូរស័ព្ទជាមួយអាប៉ែដុកស៊ូថាបើសិនជារហូតតួយើងអត់ឃើញទេប្រកាសជាចាប់ញាត់ចូលក្នុងគុកវិញជាមិនខាននោះទេអាប៉ែដុកស៊ូលើឲ្យគេរៀងធុញអាងអីគម្រាមដាក់គុកអាងអីគម្រាមញាត់គុកវិញគេពិតជាធុញខ្លាំងមែនទែនគេចង់ចាត់ការវិញអញ្ចឹងណាប៉ុន្តែគេគ្មានអំណាចនោះទេងាកមកខាងក្រុមតួយើងវិញនៅពេលដែលបានជួបរឿងទាំងអស់ហ្នឹងគេសរុបម្ដងទៀតថាអាប៉ែមេធាវីមានប្រកាសជានៅពីក្រោយរឿងទាំងអស់ជាមិនខានទេគេក៏បានយកដ្រូនមួយបង្ហោះទៅកាន់ផ្ទះរបស់លេខាមេធាវីមានឃើញថានេះកំពុងតែនិយាយជួយណាគេទេធំជាងមេធាវីមាននឹងថែមទៀតនិយាយថាក្រុមរបស់គេនឹងធំចឹងណាមេធាវីមានមិនធំជាងគេទេអាចបានថាមានអ្នកធំជាងនឹងទៀតដែលបានធ្វើរឿងទាំងអស់ហ្នឹងក្រុមរបស់តួយើងឆ្លងខ្លាំងមែនទេបន្ទប់ប៉ុណ្ណឹងអាគារប៉ុណ្ណឹងហេតុអីបានជាធ្វើរឿងបានច្រើនខ្លាំងម្ល៉េះក៏បានឲ្យដ្រូនហ្នឹងហោះកន្លងមើលទៀតមើលចុះមើលឡើងក៏បានឃើញអាបន្ទប់ server របស់គេចំចាក់ពិតជាធំខ្លាំងមែនតើចំណែកតួយើងក៏មានផែនការមួយគឺថាកុំតិចចោលទាំងអស់តែម្ដងផតតាំងផអីដែលមេធាវីមានបង្កើតឡើងមកតែប៉ុនជាមួយអាប៉ែតារាស្លាប់គឺថាក៏កុំតិចចោលទាំងអស់តែម្ដងប៉ុន្តែមេធាវីមានក៏មានអារម្មណ៍ថាធម្មតាឲ្យកូនចៅធ្វើម្ដងទៀតធ្វើមកស្អាតអែម្ដងទៀតតែម្ដងជុំយកក៏មានអារម្មណ៍ថាតួយើងមានស្បែកអីជាមួយនឹងគេអញ្ចឹងណាប៉ុន្តែក្រុមតួយើងមិនឈប់ប៉ុណ្ណឹងទេគឺថាដាក់ចាត់ការកូនចៅរបស់អាប៉ែមាននឹងគឺថាចាត់ការខ្ទេចខ្ទីតែម្ដងតែកន្លែង call center កន្លែងអីហ្នឹងឡើងប៉ោដូចយឺតែម្ដងប៉ុន្តែមេធាវីមានធម្មតារហូតដល់ថ្ងៃប្រឡែងព័ត៌មានទៅកាន់ប៉ូលីសដល់ពេលប៉ូលីសតែដល់មានម្នាក់មួយស្រីដែលគេរៀបចំដាក់កំហុសឲ្យនឹងណាគឺជាម្នាក់មួយដែលកូនអ្នកមានហ្នឹងដេកនៅកន្លែងហ្នឹងតែម្ដងជុំយ៉ាអីទាំងអស់នេះគឺធ្វើដៃរបស់ក្រុមតួយើងអញ្ចឹងគេដឹងថាមេធាវីមានប្រកាសជាចោលកំហុសទៅកាន់ម្នាក់ស្រីហ្នឹងជាមិនខានទេដូច្នេះហើយឆ្លៀតឱកាសចាប់ម្នាក់ស្រីកូនអ្នកមានដាក់ក្នុងបន្ទប់ដែលគេរៀបចំហ្នឹងតែម្ដងម្នាក់ហ្នឹងភ្ញាក់មកគឺថាមានអារម្មណ៍ថាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនស្រែកយាយពេញណាតែម្ដងដូចនិយាយអញ្ចឹងពេលខ្លះមានលុយមិនអាចជួលខ្មោចឲ្យបុកម្សៅបានទេណាតែសារក្នុងរឿងហ្នឹងវាមានតួឯងអញ្ចឹងណាម្នាក់ស្រីហ្នឹងគឺត្រូវបានប៉ូលីសចាប់ខ្លួនទៅមេធាវីមានរឿងធំខ្លាំងមែនទែនប៉ុន្តែគេមានអារម្មណ៍ថាដូចជាសប្បាយចិត្តទៅវិញដោយសារតែមានអ្នកលេងហ្គេមជាមួយនឹងគេអញ្ចឹងណាមើលទៅដូចជារោគចិត្តខ្លាំងណាប៉ុន្តែមិនទាន់បានផងខ្វាន់យូក៏បានចូលមកដល់កន្លែងហ្នឹងតែម្ដងចាត់ការតកានអាប៉ែហ្នឹងតែម្ដងមកដាក់យកក៏ចង់វាអាប៉ែហ្នឹងយូរណាស់មកហើយដល់ពេលដឹងថាអាប៉ែហ្នឹងនៅពីក្រោយរឿងទាំងអស់ចង់ដាក់យកតែម្ដងប៉ុន្តែអាប៉ែហ្នឹងនៅនិយាយឌឺដងថែមទៀតថាយើងពិតជាសោកស្ដាយខ្លាំងមែនទែនពេលហ្នឹងយើងបានសម្លាប់ម្ដាយរបស់ឯងដោយសារតែកាភ្លើងរបស់យើងវារាកាយអញ្ចឹងណាពិតជាសោកស្ដាយខ្លាំងណាស់និយាយឌឺដងអញ្ចឹងតួយើងក៏បានដាក់ថែមទៀតតែម្ដងដាក់យកចង់សម្លាប់ចោលប៉ុន្តែអាប៉ែហ្នឹងបាននិយាយថាបើសិនជាឯងសម្លាប់យើងគេរបស់ឯងប្រកាសជាស្លាប់ជាមិនខានទេដោយសារតែយើងបានបញ្ជាឲ្យកូនចៅរបស់យើងទៅចាប់ខ្លួនគេរបស់ឯងបានអស់ទៅហើយរយៈពេល2ម៉ោងបើសិនជាយើងមិនតាក់ទងទៅទេពួកគេប្រកាសជាស្លាប់ជាមិនខានទេយើងបញ្ជាឲ្យគេសម្លាប់ចោលតែម្ដងទៅហើយរយៈពេល2ម៉ោងបើសិនជាមិនឃើញយើងតាក់ទងទៅទេប្រកាសជាពួកគេសម្លាប់គេរបស់ឯងចោលហើយឯសាកសម្លាប់យើងទៅតួយើងពេលហ្នឹងគឺថាវាយថែមទេប៉ុន្តែក៏មិនដាច់ចិត្តសម្លាប់ទេដោយសារគេរបស់គាត់ត្រូវបានកូនចៅអាប៉ែមីនហ្នឹងចាប់អស់អញ្ចឹងណាគ្នាយើងកូនចៅរបស់អាប៉ែមីនហ្នឹងមិនណាគេទេគឺជាអាប៉ែដុកស៊ូនឹងឯងក្រុមរបស់គេហ្នឹងហើយតួយើងក៏បញ្ញាទៅជួយគេរបស់គាត់តែម្ដងច្បាស់អាប៉ែមេធាវីវិញហ្នឹងក៏បានបញ្ជាឲ្យអាប៉ែដុកស៊ូសម្លាប់ពួកហ្នឹងចោលទៅប៉ុន្តែមានណានៅពេលដាច់ភ្លើងប៉ាតតួយើងក៏បានចូលមកកន្លែងហ្នឹងបាយអាម្សៅសបានឃើញទីតាំងពួកឯងអស់ហ្នឹងមានណាំមកកាប់បច្ចុងកផងទាត់ផងអីផងក៏ជួយគេរបស់គាត់ចាក់ចាញ់ទៅកន្លែងហ្នឹងបានដល់សុខភាពទៅប៉ុន្តែអាប៉ែដុកស៊ូអត់ព្រមណាគេយើងគឺបានដេញតាមពេញណាពេញណីថែមទៀតអាប៉ែមេធាវីចង់លេងដែរក៏បានគ្រប់គ្រងឡានមួយ BM មកឃើញយើងអាមួយដែលបានជេគេហ៎ឡានហ្នឹងអាប៉ែដុកស៊ូអាចគ្រប់គ្រងបានក៏បានបញ្ជាឲ្យទៅបុកឡានជាមួយតួយើងតែម្ដងប៉ុន្តែក្រុមតួយើងបានបើកឡានគិចលុយខ្លាំងទៅដោយសារតែមានជំនាញលេងហ្គេមមកពួកគេក៏បានរួចខ្លួនមកតង់ទៀតទៅមេធាវីមានឃើញថាអញ្ចឹងមិនអាចធ្វើស៊ីក្រុមតួយើងបានគេក៏បានប្រឡែងព័ត៌មានថាក្រុមតួយើងគឺជាអ្នកសម្លាប់អាប៉ែមួយតារាហ្នឹងហើយទម្លាក់កំហុសទៅកាន់ម្នាក់ស្រីកូនណាមេហ្នឹងប៉ុន្តែធ្វើអញ្ចឹងដូចជាមិនស្គៀតទៅកាន់ក្រុមតួយើងនោះទេអ្វីដែលសំខាន់ឧបសគ្គពេលនេះអាប៉ែដុកស៊ូមិនដឹងថាឲ្យកូនតែមកពីណាទេគឺថាពេញណាពេញណីតែម្ដងដេញតាមឡានក្រុមតួយើងណាក៏យើងដេញពេញណាពេ
ពេញណៃតួយើងក៏បានសម្រេចចាត់ជាឡានចូលអាកន្លែងសារព័ត៌មានតែម្ដងម៉ែបុកគ្នាពេញណាក៏ចែកការងារគ្នាធ្វើដើម្បីចាត់ការព័ត៌មានគីដែលតាមអញ្ចឹងណាគឺថារៀបចំផែនការកំទេចព័ត៌មានឡើងខ្ទេចតែម្ដងចង់បញ្ជាក់ថាក្រុមតួយើងធ្វើសកម្មភាពមុនហ្នឹងគឺថាសត្វប្រតែយកអូននៅក្នុងបន្ទប់ដើម្បីមើលផែនទីក៏ដូចជាសកម្មភាពទាំងអស់ផែនទៅខាងក្រុមអញ្ចឹងប៉ុន្តែមានណាក្រុមរបស់អប៉ែមេធាវីមីនហ្នឹងក៏បានមកចាប់ខ្លួនយកអូនទៅតែម្ដងមេធាវីមីនក៏ដឹងថាយកអូននៅកន្លែងណាដែរអញ្ចឹងណាហើយចាប់ខ្លួនយើងទៅគឺដើម្បីទម្លាក់កំហុសទៅកាន់នេះក្នុងករណីសម្លាប់អប៉ែតារានឹងឯងគឺថាយក DNA ផងយកសក់ផងដាក់ផតាំងអីគឺថារៀបចំឲ្យមួយសែតែម្ដងក្រុមតួយើងដឹងចឹងហើយគឺថាមិនຕົកចោលនោះទេក៏បានបកកន្លែងពួកវាដើម្បីជួយយកអូនតែម្ដងគឺថាការងារនេះដូចជាមិនពិបាកទេប៉ុន្តែក៏មិនស្រួលប្រហែលដែរតែក្រុមតួយើងចូលទៅណាក៏យើងឆាត់ការពតដែរនឹងជួយយកអូនមកបានដោយជោគជ័យតែម្ដងគឺថាពិតជាងាយសម្រាប់ពួកគាត់ខ្លាំងមែនទែនគាត់ក៏បានត្រាក់យកអូនទៅកន្លែងសារព័ត៌មានមួយហើយពួកគាត់ក៏បានបើកឡើងរឿយនៅក្នុងហ្នឹងឲ្យប៉ូលីសចាប់ពួកគាត់អីអញ្ចឹងណានៅពេលដែលប៉ូលីសចាប់ហ្នឹងអប៉ែមេធាវីមានពិតជាសប្បាយចិត្តខ្លាំងតែដោយសារតែគិតថាគេឈ្នះអញ្ចឹងណាប៉ុន្តែនៅពេលដែលមានណាសបរបស់គេមានគេហែកតែម្ដងញាក់កតាពេញណានេះគេធ្វើដែររបស់យកអូនហើយមូលហេតុដែលយកអូនអាចហែកបានដោយសារតែមុនហ្នឹងតួយើងចូលមកក្នុងបន្ទប់អប៉ែហ្នឹងហើយញាត់USB មួយនៅកន្លែងហ្នឹងអញ្ចឹងដូច្នេះហើយអាចហែកបាន 100% តែម្ដងព័ត៌មានរបស់គេបានចាយពេញទូពេញអីពេញណាអ្នកកសាតអីគឺថាចូលពេញហ្នឹងតែម្ដងសកម្មភាពទាំងអស់នៅពេលដែលអប៉ែហ្នឹងនិយាយជាមួយណាគេធ្វើរឿងតម្លាក់កំហុសទៅលើណាគេខ្លះគឺថាលឿនតដាំងមកពេញណាតែម្ដងហើយអ្នកដែលសារព័ត៌មានអ្នកដែលចេញព័ត៌មានហ្នឹងគឺជាគេរបស់តួយើងថែមទៀតដែលលេងហ្គេមជាមួយនឹងគ្នាណាគេយើងបន្តពីហ្នឹងមកមេធាវីមានក៏ត្រូវបានគេចាប់ខ្លួនតែម្ដងចង់រត់គេខ្លួនដែរប៉ុន្តែមិនរួចខ្លួននោះទេចំណែកលេខខាងអូខេគឺរួចខ្លួនដូចជាដឹងរឿងមុនអញ្ចឹងបានទៅប្រូចតែម្ដងរឿងហ្នឹងប្រហែលជាមានភាគមួយទៀតប៉ុន្តែគាត់ថាគេមិនតន់ថតមកអញ្ចឹងដល់ឆ្នាំណាថតមកអញ្ចឹងណាគ្នាយើងមករយៈក្រោយមកមេធាវីមានហ្នឹងក៏ត្រូវបានគេកាត់ទោសគ្មានទេចូលមកពុបប៉ាជាមួយនឹងអប៉ែពេកបដ ហើយអប៉ែដកស៊ូឃើញចឹងហើយអាយ៉ាបជាអញរហូតគម្រាមអញរហូតដឹងតែត្រូវហើយនៅក្នុងគុកហ្នឹងហើយចំណែកក្រុមតួយើងវិញគឺថាផាធីញ៉ាំអីសบายឈៀលខ្លាំងមែនតើដោយសារតែគាត់ទទួលបានសេរីភាពវិញទទួលបានភាពយុត្តិធម៌វិញណាក៏ពិតជាអរគុណទៅកាន់ធីមរបស់គាត់ខ្លាំងមែនតើពេលខ្លះអាលេងហ្គេមលេងអីហ្នឹងក៏វាមិនអត់ប្រយោជន៍អីប្រហែលណាឃើញយើងឃើញជួបមិត្តភក្តិល្អជួបអ្នកយល់ចិត្តអីគឺថាច្រើនខ្លាំងមែនតើអេដមីនក៏ធ្លាប់ជួបមិត្តភក្តិល្អនៅក្នុងហ្គេមដែរហើយស្គាល់គ្នាដល់ឥឡូវហ្នឹងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើចំពោះការទស្សនារហូតដល់ចប់ឃើញថាសង្ខេបរឿងនេះពិតជាហត់ខ្លាំងមែនតើឡងបាច់ញើសជោគហើយប៉ុន្តែមិននិយាយធ្វើទេបើសិនអ្នកទាំងអស់គ្នានៅតែគាំទ្រ BL អេដមីននឹងព្យាយាមធ្វើរឿងអ្នកទាំងអស់គ្នាទស្សនារហូតតែម្ដងណាពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើហើយជាចុងក្រោយនេះគ្មានអ្វីទេជូនពរអ្នកទាំងអស់គ្នាជួបតែនឹងសំណាងល្អនឹងរស់ទទួលទានមានបានខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយ